កាន់កម្មវិធី Happy Hip Hop Show បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយទេបាទសុខអត់បាទប្រកាសជាសុខហើយអរគុណច្រើនសម្រាប់ការចូលរួមនៅថ្ងៃនេះផងដែរហើយថ្ងៃនេះអ្នកទាំងអស់គ្នានឹងបានជួបភ្ញៀវពិសេសដែលគាត់ទទួលបានប្រសិទ្ធភាពគួរពី Helm Him ផងដែរបាទហើយមុននឹងចូលទៅដល់ការណែនាំភ្ញៀវពិសេសរបស់យើងខ្ញុំសូមជូនដំណឹងខ្លះៗពាក់ព័ន្ធជាមួយនឹងប្រជាណាចក្រកម្ពុជាយើងគឺបានបង្កើតនៅមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមហារីកដំបូងគេបង្អស់នៅប្រទេសជាតិកម្ពុជាដោយសារតែ5ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជារបស់យើងគឺកំពុងតែប្រឈមជាមួយនឹងមេរោគមហារីកផងដែរនៅក្នុងនោះផងដែរអាតូមីកម្ពុជាគឺតែងតែលើកឡើងអំពីផលិតផល Helm Him ដែលវាជួយទៅដល់ប្រព័ន្ធភាពស៊ាំជាពិសេសកោសិកា NK ដែលវាជួយទៅកម្ចាត់ពពួកមេរោគមហារីកដែលជួយកាត់បន្ថយក៏ដូចជាពន្យានៃការដុះលូតលាស់នៃមេរោគមហារីកនៅក្នុងរាងកាយរបស់មនុស្សផងដែរបាទហើយ Helm Him គឺមិនត្រឹមតែជួយទៅដល់ប្រព័ន្ធភាពស៊ាំទេគឺជួយទៅដល់ការបើកម្លាំងផងដែរលើពីនេះទៅទៀតអាតូមី Helm Him គឺត្រូវបានបង្កើតឡើងដោយស្ថាប័នរដ្ឋរបស់រដ្ឋាភិបាលកូរ៉េរយៈពេល8ឆ្នាំចំណាយថវិកាស្រាវជ្រាវអស់ជាង$5 លានផងដែរនៅក្នុងនោះទទួលបានវិញ្ញាបនបត្របញ្ជាក់ចំនួន22ជាមួយនឹងការសិក្សានិក្ខេបបទពីក្រុមគ្រូពេទ្យជំនាញរហូតដល់33ផងដែរហើយនាំចេញទៅចំនួន19ប្រទេសហើយជាប់ចំណាត់ថ្នាក់លេខ1រយៈពេល8ឆ្នាំជាប់គ្នាពីពាក់ព័ន្ធជាមួយនឹងអាហារសុខភាពនៅក្នុងប្រទេសកូរ៉េផងដែរបាទចង់ដឹងថា Helm Him ផ្ដល់នៅប្រសិទ្ធភាពទៅដល់ភ្ញៀវកិត្តិយសយើងយ៉ាងណានោះសូមជួបជាមួយនឹងភ្ញៀវកិត្តិយសយើងជាបន្តដំបូងសិនផងដែរជំរាបសួរអ្នកមីងជំរាបសួរចាបាទសុខសប្បាយទេអ្នកមីងជំរាបសួរថ្នាក់ដឹកនាំក្រុមគ្រួសារអាតូមីទាំងអស់ហើយនឹងសូមគោរពបុគ្គលិកក្រុមគ្រួសារអាតូមីទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ចាសុខសប្បាយទេអ្នកមីងចាសុខទេបាទប្រកាសជាសុខហើយចាខានជួបអ្នកមីងដូចជា4-5ខែហើយមើលទៅដូចជានៅតែស្រស់ស្អាតដែរបាទដោយសារខ្ញុំប្រើ Helm Him ក៏បាទអញ្ចឹងចង់ដឹងថាតើអ្នកមីងមានជីវប្រវត្តិក៏ដូចជាអ្នកមីងអញ្ជើញមកពីខាងណាសូមអ្នកមីងជួយណែនាំខ្លួនទៅដល់សមាជិកក៏ដូចជាអ្នកដែលកំពុងទស្សនាវីដេអូផងដែរបាទចាបងប្អូនយើងមានមកពីខេត្តកំពង់ចាមនិងត្បូងឃ្មុំទេចាជាខេត្តរបស់នាងខ្ញុំបាទតែដែរអ្នកកំពុងចាំមួយអរគុណចាចង់ជម្រាបសួរថាតើអ្នកមីងមានស្រុកកំណើតនៅខាងណាហើយអ្នកមីងមានគ្រួសារក៏ដូចជាបុត្រាបុត្រីនិងចៅប្រហែលនេះហើយបាទចាសំណួរនេះពិតជាល្អនាងខ្ញុំមកពីខេត្តត្បូងឃ្មុំបាទមានបុត្រ2នាក់ស្រី1ប្រុស1ហើយចៅ7នាក់ចៅប្រុស5ស្រី1គូចាចៅប្រុស5ស្រី1គូបាទជឿស្រីអ្នកមីងឆ្នាំហ្នឹងបញ្ជនបានដែរខ្ញុំបញ្ជន62ឆ្នាំហើយចាអូបាទអ្នកមីងមានបញ្ជន62ឆ្នាំហើយស្អាតអត់បាទចង់ដល់ពេលយើងអាយុ62ឆ្នាំចង់នៅស្អាតហើយនៅមានធម៌ពលក៏ដូចជាសុខភាពល្អដូចអ្នកមីងអត់បាទកុំភ្លេចចាកុំភ្លេចបាទអរគុណច្រើនអ្នកមីងអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរគឺចង់ជម្រាបសួរអ្នកមីងពាក់ព័ន្ធជាមួយនឹងការប្រវត្តិខ្លះពាក់ព័ន្ធជាមួយនឹងដែលអ្នកមីងទទួលស្គាល់ជាមួយនឹងអាតូមីក៏ដូចជាការចាប់ផ្ដើមប្រើប្រាស់ Helm Him សូមអ្នកមីងជួយរៀបរាប់រឿងរ៉ាវទាំងនោះប្រាប់ទៅដល់អ្នកកំពុងទស្សនាបានទេបាទចាមុនដំបូងដែលខ្ញុំស្គាល់អាតូមីហ្នឹងគឺស្គាល់តាមរយៈក្មួយស្រីរបស់នាងខ្ញុំគាត់ធ្លាប់ប្រើ Helm Him ហ្នឹងកាលនោះគាត់មានគិសនៅឃ្លៀហើយនឹងស្ដន់របស់គាត់ហើយចំនួននោះពេលហ្នឹងគឺចំនួនកូវីដអញ្ចឹងគាត់អត់អាចទៅពេទ្យបានទេអញ្ចឹងណាក្មួយហើយក៏គាត់ញ៉ាំទៅវាបាត់ហើយអញ្ចឹងគាត់ក៏មកណែនាំខ្ញុំតែខ្ញុំហ្នឹងក៏អត់មានបញ្ហាសុខភាពធ្ងន់ធ្ងរទេតែវាមានទី1គឺគ្រោះក្នុងប្រមាត់ហើយបន្ទាប់មកគឺខ្វះគ្រាប់ជាតិក្រហមអញ្ចឹងណាក្មួយហើយនឹងមានលើសជាតិអាស៊ីតអញ្ចឹងមានខ្លាញ់រុំបេះដូងអញ្ចឹងណាក្មួយវាមានច្រើនហើយតែពិសេសបំផុតនោះគឺចំហរបស់នាងខ្ញុំតែម្ដងចំហហ្នឹងគឺវាមានបញ្ហាពេលដែលយើងត្រូវញ៉ាំតកទៅហើយនឹងមិនសិនតិចចូលទៅគឺយើងនិយាយកើហ្មងសាវហ្មងហ្នឹងចាសាវហើយដល់ពេលខ្ញុំញ៉ាំទៅដល់ពេលខ្ញុំញ៉ាំហើយខ្ញុំទៅពិនិត្យសុខភាពភាសាទៀតនៅពេទ្យខ្មែរយើងហើយនឹងពេទ្យវៀតណាមដល់ពេលខ្ញុំទៅពិនិត្យទៅគឺគ្រោះដែលនៅក្នុងប្រមាត់ខ្ញុំគឺចុះបាន2លេខចាហើយដល់ក្របឈាមក្រហមអីគឺល្អទាំងអស់ក្មួយល្អចាល្អទាំងអស់ខ្លាញ់អីគឺអត់មានអីទាំងអស់ល្អបាទអញ្ចឹងចង់ដឹងពីអាការៈអ្នកមីង
ở đây mình toàn pra hay mà hiếm là miền bành hà sọc hiện nâng táo miền à ca đã đôi chia là hết đôi tháp vì bạn nó không ca đa còn san đôi còn đa từ nam nào anh mình cha vía đôi giờ dương này dương nhắm này pe là dương nhắm hết cứ say từ một hót ra có môi cứ cầm lăng khăng mòn dương miên cầm lăng tham mà phố cứ đào từ đò tì na các bạn này đào đôi cái khmerยังให้บอกcầm lăng cầm hai trong mấy nhá nhưng mà uất thì khmer nhà dụ ở ca bị xong mà dụ mà phay một pal á cứ cầm lăng đôi còn ngay học pi nó tay cầm lăng đôi phay một pal chẳng ô bà tam văn nhà mình chẳng chuẩn điệp tha môn pra hay mà hiếm cứ miền cầm lăng cứ là hai đôi mình được chắc nó là dụ học sập chẳng phân tay cái đó bị pra hay mà hiếm ban để mua để dạ máu cứ cầm lăng đôi cá bí nấy mấy nhà dụ mà phay một pal nam mới nè dụ phay pal nam là tên miền đấy và con chân này mình và trong chuẩn điệp số than nó pe đại kê này non này mình ở pra hay mà hiếm tầm bóng ta này mình từ tuổi do từ pra liếm đứa con này mình cảm bạc cái gì đấy ចាពេលប្រាប់ខ្ញុំភ្លាមគឺខ្ញុំអត់ទាន់ទេខ្ញុំទៅពេទ្យសិនក្មួយខ្ញុំគឺបើខ្ញុំមកជឿជាក់ថាខ្ញុំត្រូវទៅពេទ្យសិនបានហើយដល់ពេលខ្ញុំពេលដែលខ្ញុំទៅពេទ្យហើយខ្ញុំក្រោយពីខ្ញុំដឹងថាខ្ញុំមានជំងឺអីខ្លះអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចាប់ដើមប្រើហេមហ៊ីមយើងហ្នឹងប្រើហេមហ៊ីមហើយចាប់ដើមដែលខ្ញុំជឿជាក់ខ្លាំងជាងគេបំផុតគឺបំពង់សម្លេងខ្ញុំដែលខ្ញុំធ្លាប់និយាយខ្សៅណាបែរទៅខ្ញុំនិយាយខ្វាយឃើញមិនបាច់កាន់មេក្រូក៏លឺដែរណាចាសំឡេងខ្លាំងហ្មងអញ្ចឹងខ្ញុំជឿជាក់តែបើដូចគ្រោះក្នុងប្រមាត់គ្រោះក្នុងកលៀនក្នុងអីយើងមើលអត់ដឹងទេហើយដូចជាក្របឈាមក្រហមអីយើងអត់ដឹងទេតែអានេះចាក់ស្ដែងគឺយើងដឹងគឺនៅសារបំពង់សំឡេងហ្នឹងហ្មងបើក្រៅពីនោះគឺយើងតពេទ្យបានដឹងមិនចឹងក្មួយបាទបើតាមអ្នកមីងមានប្រសាសន៍ថាអ្នកមីងសំឡេងខ្សៅនិយាយអត់ចាញ់គឺខ្ញុំសឹងតែមិនជឿព្រោះថាតាំងពីខ្ញុំស្គាល់អ្នកមីងមកគឺដើរលេងមួយនៅប្រទេសកូរ៉េជាមួយគ្នាគឺអ្នកមីងមានប្រសាសន៍ច្រើនមែនតើបាទចាដោយសារបានញ៉ាំហេមហ៊ីមមកក្មួយហើយទៅដល់ទីណាក្តៅខ្ញុំឥឡូវទៅដល់ទីណាក្តៅគឺហេមហ៊ីមនោះគឺគូស្នេហ៍អមតៈរបស់ខ្ញុំហើយទៅណាក៏ខ្ញុំវិចតាមដែរចាអ្នកកែវីដេអូកាត់កន្លែងនឹងចេញខ្លាចអ៊ំប្រុសគាត់ឃើញទៅគាត់ខឹងអត់អីទេខឹងទេអត់អីទេគាត់ក៏ញ៉ាំដែរបាទអូអ៊ំប្រុសគាត់ចាគាត់ញ៉ាំដែរក្មួយអញ្ចឹងអ្នកមីងភាសាទទួលទានបានប្រសិទ្ធភាពហើយធ្លាប់ណែនាំទៅចាណែដែរតែគាត់ស្នាយរបស់គាត់គឺស្នាយយិនសិនក្រហមអូបាទយិនសិនជាមួយនឹងហេមហ៊ីមញ៉ាំជាមួយគ្នាបាទអាចពេលណែនាំទៅលោកពូដំបងតើគាត់មានប្រតិកម្មឬក៏គាត់មានការឆ្លើយតបជាមួយអ្នកមីងយ៉ាងម៉េចដែរពីដំបូងគាត់ឆ្លើយតបដែរគាត់ថាប្រយ័ត្នអស់កលៀនហើយខ្ញុំថាអស់កលៀនទេណាបើខ្ញុំញ៉ាំរួចហើយនេះហើយបន្ទាប់មកនៅក្មួយមិនសួរពីណាទេសួរតែថ្នាក់ដឹកនាំយើងខាងមុខគាត់កាលពីមុនគាត់មុនញ៉ាំសួរថាមិនមុនដំបូងមុនញ៉ាំគាត់គេហៅតាយាយហ្នឹងហើយដល់ពេលឥឡូវញ៉ាំហើយមើលរៀងគាត់មកគាត់ឡើងអូនិយាយពីខ្ចីយ៉ាញ់ឲ្យស្នេហ៍អមតៈហ្មងមួយស្នេហ៍របស់គាត់ស្នេហ៍អមតៈស្អាតល្មួតបងអរគុណច្រើនមែនតើបាទក្រៅពីលោកពូអ្នកមីងមានដែរណែនាំទៅកូនបុត្រទាំងពីរទេហើយទៅពេលណែនាំគាត់ថាមិនដែរអ្នកមីងចាកូនខ្ញុំគឺខ្ញុំណែនាំឲ្យកូនស្រីខ្ញុំហ្នឹងក៏គាត់មានគិះដែរឥឡូវហ្នឹងគាត់ចង់ទៅថៃខ្ញុំថាមិនបាច់ទៅថៃកូនញ៉ាំហេមហ៊ីមបុកហេមហ៊ីមមួយថ្ងៃ3 4 5ក៏ចប់ហើយបើអត់លុយម៉ែទិញឲ្យចាវ៉ាអូចង់បានអ្នកមីងធ្វើជាម្ដាយដែរអត់លុយទិញឲ្យចាបាទបើតាមខ្ញុំដឹងគឺពេលអ្នកសពថ្ងៃនេះអ្នកមីងមានការដើរកំសាន្តដើរហើរទៅទាំងក្នុងទាំងក្រៅប្រទេសដូចជាមានការងារមមាញឹកច្រើននៅក្នុងគ្រួសារប៉ុន្តែមានមិត្តភ័ក្តិអ្នកមីងបានទៅសរសើរក៏ដូចជាឆ្ងល់អំពីសុខភាពល្អនិងភាពសម្រស់ស្រស់ស្អាតរបស់អ្នកមីងហ្នឹងតើអ្នកមីងអាចនិយាយរឿងហ្នឹងប្រាប់បានគួរមិនត្រឹមតែអញ្ចឹងទេគាត់ច្នៃខ្ញុំយើងនិយាយថាពាក្យសាមញ្ញណាគួយគាត់ច្នៃថាគាត់និយាយជាមួយបងប្អូនធម៌ខ្ញុំថាអើយឯងឆ្ងល់អន់ចិត្តដល់តូចចិត្តចាញ់អាពួកម៉ាគេអត់មានឈឺអីសោះហើយឯងឈឺទៅណាមកណាវិចថ្នាំទៅទាំងស្បោងហើយអាពួកម៉ាគេទៅពេទ្យមកវិញអត់មានថ្នាំសោះបានតែกระដាស់មកវិញហើយច្នៃហើយសាច់គេស្អាតសាច់គេឡើងឥឡូវឡើងរបៀបថាវាចេញញ៉ាញ់ណាចាហើយដល់រួចទៅគាត់នោះក៏មានដូចថាសាច់គាត់នេះក្មួយសាច់អាដៃគាត់នៅមុខគាត់ណាវាមានជាតិអាចរុយចាវាមានអាចរុយតែយកកំថាអាចរុយវាអត់លឿនថាវាអត់ព្រោះស្ដាប់យើងនិយាយពីថាវាលិមួករុយចុះចាគាត់មានលិមួករុយនៅលើមុខហើយនៅលើដៃ
cha hồi nhom phép tha ơi mật phép ơi anh nhầm hay mà hiếm đôi anh tư nhầm hay mà hiếm du tăng được bắt hay tha ao nhầm mạch cá mật phép bờ dương ở phật năm chả ra nhằng đi cha bê ao năm chả ra năm mình ai phật bàn tê chẳng á hay ở trong ta ở tây thang nằm mũi tháp bị ca tiên ta lớp bậc tháp bị ca tây tê nhom tính ao nhầm pri aoแต่nhầm ta bây sau cái phim bật phẹt thằng ọt kia xuống dân đá lên mũi kia hai tờ bôn tờ tiền mũi kia chẳng các mũi hai quát còn trái ta mình mà anh tê mật phẹt ơi ở với dân khai prot tờ cá ở đây thằng việc khai pol chết pol không slam ai nhom có phẹt ta pol không slam ấy bọn anh nhom về pol không slam hơi giờ nhầm mà nó bắt ở đây tê của vi trẻ ha tê trẻ ha đôi bài chứ á ha sọc phim tê mình mang chỉ năm tê chẳng dân họ trả lo hơi tư cho lo đôi trăm mà mau pi mau người chắc nó thôi dân ở mà mau pi mau tới dân ở dân chập đam nhâm tới hay nhâm ta lại họ cho lo lại đã mũi quá họ cho lo đã dân để phía xa sao bánh các người chỉ cả phần nào lông lục sền nên cả nhà cứ đại lái cứ nó bây giờ dương miên chủng ngữ tới tại chia ba chủng mới nó ảo sót bài và tụi ban lục pi lục kêu này kêu chạm mình đặt của phần mến phần tay ban sân chia trong phòng răng sau cặp hiệp dương man lò và thèm tiết cứ dương ai tụi tiên hay mà hiếm chủng môi nơi chuẩn lò màu nát đôi là mình ban lực làm phong đại nhâm lư rương môi tiền này mình rương tha nó pe mặt phèn ở đó bao ông pro cầm lênហើយគាត់របៀបថាអស់កម្លាំងអីចឹងឈឺក្បាលចឹងអ្នកមីងធ្លាប់ជូនឲ្យមកហ៊ានទៅគាត់ឲ្យមានរឿងហ្នឹងដូចជាអស់សំណើចដែរមីងជួយលើកឡើងចាសំណួរល្អមួយគាត់មកផ្ទះខ្ញុំមកមិត្តភក្តិគាត់មកច្រើនមកផ្ទះខ្ញុំចឹងគាត់មកញ៉ាំអាហារជុំគ្នាអាហារមិត្តភាពចឹងណាក្មួយហើយខ្ញុំក៏បានណែនាំគាត់ខ្ញុំចែកឲ្យគាត់ចែកព្រីហ្មងអត់មានថាទាថវិកាទេចាចែកព្រីហ្មងអាសាតែលេងផ្ទះអ្នកមីងតិចលោកបានព្រីច្រើនដល់ពេលចែកឲ្យគាត់ទៅគាត់ញ៉ាំគាត់ញ៉ាំហើយគាត់ក៏ប្រាប់មិត្តភក្តិគាត់ថាគាត់បានបងស្រីគាត់ឲ្យគាត់មិនហៅហេមហ៊ីមដូចយើងអញ្ចឹងទេក្មួយគាត់ថាអាហ៊ីមគាត់ថាអាហ៊ីមហ្នឹងញ៉ាំទៅអូយនិយាយពីថាទៅដល់ផ្ទះប្រពន្ធណាមួយទឹកសឹងចង់តន់មួយទឹកសំតបងកម្លាំងប្រលាំងគាត់មានកម្លាំងពេញបឹបបងឥឡូវគេថាសេវាពេញបឹបក្មួយអូបាទអូមានអ្នកខ្លះមុខក្រហមអ្នកណាគេមុខក្រហមខ្លះខ្ញុំមុខក្រហមដែរពិតជាអស្ចារ្យមែនទេបាទអញ្ចឹងចង់ត្រឡប់ទៅក្រោយវិញគឺអ្នកមីងបានមានប្រសាសន៍ថាក្រោយពីទទួលទានហេម៉ូហ៊ីមហើយអ្នកមីងទៅពិនិត្យសុខភាពនៅម្ដងទៀតគឺពាក់ព័ន្ធជាមួយនឹងគ្រាប់ឈាមក្រហមក៏បានមានភាពប្រក្រតីរីឯពាក់ព័ន្ធជាមួយនឹងអាការៈដូចជាគ្រប់ក្នុងប្រមាណហ្នឹងក៏មានរួញពីរលេខផងដែរអ្នកមីងមានទទួលទៀនឲ្យសតទេនៅពេលដែលពិនិត្យឃើញបញ្ហាលើកដំបូងបញ្ហាលើកដំបូងពិនិត្យហើយនាងខ្ញុំមកវិញព្រោះប្រធានវៀតណាមខ្ញុំអត់សូវចង់ញ៉ាំទេក្មួយព្រោះវាច្រើនបើសិនណាយើងឲ្យវាមកស្បោងធំអញ្ចឹងខ្ញុំអត់ទេខ្ញុំសុខចិត្តយកថវិកាហ្នឹងមកទិញហេមហ៊ីមយើងញ៉ាំវិញហើយនេះគឺជាលទ្ធផលដែលអ្នកមីងបានធ្វើការពិនិត្យសុខភាពជាក់ស្ដែងនៅប្រទេសវៀតណាមកាលពីខែ7ថ្ងៃ10ឆ្នាំ2024កន្លងទៅគឺបានបញ្ជាក់យ៉ាងច្បាស់នៅលើនេះថាពាក់ព័ន្ធជាមួយនឹងកម្រិតគ្រាប់ឈាមក្រហមគឺមានភាពប្រក្រតីរីឯសុខភាពរាងកាយផ្សេងទៀតគឺល្អប្រសើរទាំងអស់លើសតែមួយទេគឺលើស cholesterol ដែលសារតែអ្នកមីងមានវ័យចំណាស់អញ្ចឹងគេឲ្យអ្នកមីងហាត់ប្រាណឲ្យបានច្រើនបន្តិចត្រូវអ្នកមីងចាត្រូវមួយប៉ុន្តែឥឡូវអត់មានទេណាក្មួយស្អីក៏អត់មានដែរល្អទាំងអស់ក្មួយដឹងមិនទេអ្នកបកប្រែគាត់បកឲ្យខ្ញុំស្ដាប់ហើយពួកវៀតណាមហ្នឹងគាត់ឆ្លើយថាដែលមើលឲ្យទាំងអស់គាត់ថាស្គរស្អីទាំងអស់ហ្នឹងគាត់ថាតោកអញ្ចឹងហើយដល់ពេលអាក្លោតោកគាត់ថាតោកប្រាក់អាវ៉ាហ្នឹងខ្ញុំនឹកក្នុងចិត្តហៅអាវ៉ាមិនខ្ញុំមិននាងសោះហ្នឹងមិនតាវ៉ាតោកវ៉ាចាគេតើបិទគេថាល្អណាស់ទេក្មួយចាអរគុណច្រើនអ្នកមីងសម្រាប់ការចូលរួមទៅថ្ងៃនេះហើយអ្នកមីងចង់មានរឿងអ្វីដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ហេម៉ូហ៊ីមដើម្បីចែកម្លែកបន្តិចថែមទៀតបានទេអ្នកមីងចាបានក្មួយជាបញ្ចប់ហ្នឹងខ្ញុំសូមដល់សមាជិកយើងទាំងអស់សមាជិកក្រុមគ្រួសារអាតូមីទាំងអស់សូមមុននឹងប្រើទៅពិនិត្យសុខភាពហើយមកប្រើហើយឃើញទៅពិនិត្យទៀតដល់ពិនិត្យទៀតឃើញថាល្អហើយចែករំលែកហ្មងមានសតឡៃខ្លាយភ្លើងហើយពេលនេះដូចជារូបខ្ញុំជាដើមអត់ខ្លាចទេទៅដល់ទីណាក៏ហ៊ាននិយាយដែរព្រោះវាប៉ិតហេមហ៊ីមយើងហ្នឹងគឺប៉ិតប្រកាសថាវាល្អមែនចា
បាទចុះអ្នកមីងមានអីផ្ដាំផ្ញើទៅកូនបត្រាបត្រីជាទីស្រឡាញ់អ្នកមីងទាំងពីររូបទេក្រៃលោថ្ងៃណាគាត់ទៅនាយគាត់មើលវីដេអូនេះដែរអ្នកមីង ចានាងខ្ញុំក៏ផ្ដាំផ្ញើទៅមិត្តភ័ក្តិខ្ញុំហើយនឹងក្រុមគ្រួសារខ្ញុំកូនចៅខ្ញុំទាំងអស់សូមឲ្យជឿជាក់នៅលើហេមហ៊ីមទៅព្រោះខ្ញុំនិយាយគឺអត់មានបោកបញ្ឆោតទេព្រោះខ្ញុំមានអំណាចខ្ញុំច្បាស់ណាស់ហើយពេទ្យខ្មែរក៏មានពេទ្យវៀតណាមក៏មានដែរចាគឺច្បាស់មែនតើហើយគឺល្អមែនពិតប្រាកដមែន បាទអរគុណច្រើនហើយក៏សូមអរគុណអ្នកមីងសម្រាប់ថ្ងៃនេះផងដែរបាទលោកស្រីអ្នកនាងកញ្ញាដែលកំពុងតែតាមដានការផ្សាយផ្ទាល់របស់ក្រុមហ៊ុន Atomy កម្ពុជាក៏ដូចជាកំពុងតែទស្សនាខ្សែវីដេអូដែល Atomy កម្ពុជាផលិតនៅក្នុងកម្មវិធី Hemahim Talk Show នេះផងដែរគឺចង់ជម្រាបលោកអ្នកថាសម្រាប់ការប្រើប្រាស់ Atomy Hemahim មិនមែនត្រឹមតែជួយទៅដល់សុខភាពរបស់លោកអ្នកនោះទេគឺលោកអ្នកអាចចូលរួមនៅក្នុងការចែករំលែកទៅកាន់សង្គមជាតិផងដែរដែលឡែកចាប់ពីខែមករាឆ្នាំ2025កន្លងទៅរហូតមកដល់ពេលនេះជារៀងរាល់ខែគឺ 1% នៃចំណូលលក់បានពី Hemahim យើងតែងតែយកទៅបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផាដូច្នេះទំហំនៃការប្រើប្រាស់ផលិតផល Atomy Hemahim របស់លោកអ្នកគឺជាទំហំនៃសុខភាពរបស់លោកអ្នកហើយក៏ជាទំហំនៃការចូលរួមនៅក្នុងសង្គមរបស់យើងផងដែរបាទហើយលើពីនេះទៅទៀត Atomy Hemahim គឺនៅតែបន្តក៏ដូចជាចូលរួមយ៉ាងសកម្មរាល់សកម្មភាពសង្គមតាមដែលអាចធ្វើបានតទៅថ្ងៃអនាគតផងដែរបាទអរគុណអ្នកមីងអញ្ចឹងអ្នកមីងជាចុងក្រោយបំផុតអ្នកមីងមានពាក្យអីសម្រាប់ជូនពរទៅដល់ទស្សនិកជនក៏ដូចជាអ្នកដែលកំពុងតែតាមដានទស្សនាទេបាទចាជាបន្តចុងក្រោយបងអរហ្នឹងនាងខ្ញុំសូមជូនពរឲ្យដល់ក្រុមគ្រួសារ Atomy ទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមឲ្យជោគជ័យទាំងអស់គ្នាបាន50000ទាំងអស់គ្នាចា